បាទគ្រប់សួស្តីដល់បងប្អូនអ្នកគ្នាបាទថ្ងៃនេះមានបានលើសេចក្តីទានខ្មែររបស់យើងដើម្បីមកចែកជូនបងប្អូនទស្សនាអ៊ំពូមីងយីតាដែលបានរីករាយសម្រាប់រឿងនិទានអេដមីនតែស្មានហ្នឹងបងប្អូនអ្នកគ្នាសុខសប្បាយដែរទេញ៉ាំបាយញ៉ាំទឹកហើយនៅពិសាបាយនៅចំណែកអេដមីនវិញស្មានហ្នឹងនៅទេទៅហើយប៊ីមកញ្ចប់ហ្នឹងអញ្ចឹងយើងកុំវែងឆ្ងាយព្រោះយើងសុកទុកគ្នាទៅវិញទៅមកហើយអូភ្លេចស៊ូមួយទៀតនិយាយចឹងបើយាយថ្ងៃចូលឆ្នាំយើងមកដល់ភ្នំពេញវិញប្រកបមុខរបរការងារមិនឲ្យបងប្អូនសុខសប្បាយធម្មតាដែរទេតែអេដមីនដៃបច្ច័យហើយណាអញ្ចឹងយើងទៅទស្សនារឿងនិទានស្ដាប់ទាំងអស់គ្នាសូមចូលរួមស្ដាប់បានច្រើននេះផងបងប្អូនគ្នាដើម្បីគ្រប់គ្រងវីដេអូអេដមីនផងបើសិនជាអេដមីនសម្រាប់តែខុសឆ្គងត្រណាមសំរុំសូមខន្តីអភ័យទោសពីថ្មីមាត់អេដមីនផងព្រោះអីអេដមីនមិនសូវជាអ្នកពូកែមហាស័ព្ទចេះនិយាយខ្លាំងទេបងប្អូនគ្នារឿងនិទានហ្នឹងគឺបានពីអ៊ំប្រុសនៅខាងខេត្តកំពង់ធំគឺជាក្របីមន្តអាគមចូលស្រុកបងប្អូនគ្នានៅស្រុកស្រែស្ងៀមស្ងាត់មួយនៅខាងខេត្តកំពង់ធំមានភូមិមួយឈ្មោះភូមិបឹងស្អាតបងប្អូនភូមិបឹងស្អាតហ្នឹងគឺភូមិហ្នឹងស្មូរដោយមានបឹងទន្លេច្រើនណាស់បងប្អូនគ្នាហើយស្អាតបឹងតែឥឡូវគេលុបចោលហើយធ្វើស្រែអស់ហើយប្រជាជននៅទីនោះរស់នៅដោយធម្មតាដោយមានសុវត្ថិភាពបើមិនរកថ្ងៃធ្វើខ្សែធ្វើចការទេក៏គាត់មានគោចិញ្ចឹមនឹងក្របីចិញ្ចឹមយូរជុំរបស់គាត់ដែរនឹងអធិកម្បាំងមួយដែលកាត់ឡើងក្នុងរដូវឆ្នាំវស្សាថ្ងៃនោះមកដល់ពេលដែលបរោះបីក្មេងចំណាស់ម្នាក់ឈ្មោះពូសែនយកក្របីពីភូមិខាងជើងមកដឹកអង្គក្របីនោះមើលទៅធម្មតាទេបងប្អូនគ្នាតែកែភ្នែករបស់វាឡើងស្រអាប់តែម្ដងមិនសូវដូចក្របីដតៃធម្មតានោះឡើយពេលក្របីនោះដើរចូលភូមិជនភាគច្រើនឃើញក្របីនោះមានស្រមោលខ្មៅដើរតាមពីក្រោយនឹងឮសំឡេងសូតស្ងាត់ដូចសំឡេងចាស់ដែលសូតធေါ်អញ្ចឹងយប់ដំបូងកូនជាមបានចាប់ផ្ដើមបាត់យប់ទី2កូនសត្វអិតចម្លែកក៏ចេញពីស្ទឹងយ៉ាងច្រើនបំផុតមិនដឹងថាមានរឿងអ្វីកើតឡើងក្នុងទឹកស្ទឹងនោះឡើយចំណែកយប់ទី3បងប្អូនអ្នកគ្នានោះចាស់ម្នាក់បានឃើញក្របីនោះឈរស្រលឹងទៅមើលមុខផ្ទះគាត់ព្រមទាំងកែភ្នែកយ៉ាងកាចសាហាវអានឹងក្របីនឹងវាចាប់ផ្ដើមដឹងថាម្នាក់នឹងដឹងពីគោលបំណងបងប្អូនអ្នកគ្នាគោលបំណងម្នាក់ចាស់ម្នាក់នឹងថាដឹងថាមកនឹងដើម្បីឲ្យសងសឹកឬមួយរបៀបម៉េចអញ្ចឹងក្របីនោះក៏វាចាប់អារម្មណ៍ទៅតាចាស់ម្នាក់នឹងដែលនៅមុខផ្ទះគាត់អញ្ចឹងយើងចូលទស្សនាបន្ថែមទៀតក្របីនោះក៏បាននិយាយទៅបរិសុទ្ធម្នាក់នោះថាខ្ញុំត្រឡប់មកវិញហើយគឺមកសងសឹកពួកអ្នកភូមិចាប់ផ្ដើមសង្ស័យថាក្របីនេះមិនមែនជាក្របីសត្វធម្មតានោះទេពួកគេអញ្ជើញលោកគ្រូតន្ត្រីសែនដែលចេះមន្តអាគមគាថាដល់ល្បីល្បាញនៅក្នុងខេត្តកំពង់ធំព្រោះអីលោកគ្រូតែងតែមានអំពើអំពងគាត់ច្រើនតែដោះស្រាយឲ្យប្រជាជនប្រជាពលរដ្ឋរបស់គាត់ពួកគេក៏អញ្ជើញលោកគ្រូមកដល់អ្នកចេះអាគមមកពិនិត្យលោកគ្រូជឿនសុំពូសែនឲ្យចងក្របីនៅកណ្ដាលថ្ងៃត្រង់ពីព្រឹកដល់ល្ងាចពីល្ងាចដល់យប់ព្រឹកភ្លឺល្ងាចល្ងឹតក្របីនោះចាប់ផ្ដើមប្រែប្រួលជាមួយមុនខ្មៅដែលសង្កត់នៅក្នុងក្របីនោះហើយក្របីនោះក៏បានប្រកាច់ស្លាប់ដោយមួយរំពេច
ដោយរាងកាយអាក្រក់លោកគ្រូជឿនថានេះជាក្របីមន្តអាគមដែលអ្នកអាចកាត់ឡើងដោយជនខ្មៅនឹងក៏បងប្អូនគេមិនមែនថាជនខ្មៅនឹងជាអ្វីណាបងប្អូនគាត់ជាបានស្គាល់ហើយជនខ្មៅនឹងគឺជាអ្នកគ្រូលេងមន្តអាគមដូចគ្នាបងប្អូនគ្នាគេអាចមកបំផ្លាញក្នុងភូមិមួយនឹងហើយភូមិមួយនឹងវារស់ស៊ីមានបានជាងគេជាភូមិអ្នកដទៃអញ្ចឹងគេក៏ចាប់ផ្ដើមវាកម្រងការមួយថាឲ្យមានអ្វីមួយចូលក្នុងភូមិនឹងដើម្បីឲ្យមកបំផ្លុកបំផ្លាញធម្មជាតិរបស់ប្រជាពលរដ្ឋអញ្ចឹងណាបងប្អូនអញ្ចឹងយើងមករីស្ដាប់ទៅដោយជនជាតិខ្មែរដែលបានយករូបក្របីពាក់ព័ន្ធសាច់ស្មៅដើម្បីសងសឹកអ្នកភូមិបើគេចាប់ដឹងមុនរឿងនេះមិនកើតឡើងទេពូសែនសូមអភ័យទោសខ្លួនឯងអំពីអ្នកភូមិហើយសន្យាមិនឲ្យក្របីនឹងចូលស្រុកទៀតទេព្រោះពូសែននឹងគាត់លាក់យកក្របីនឹងមកបងប្អូនគ្នាគាត់យកក្របីនឹងពីភូមិផ្សេងយកមកចូលក្នុងភូមិថ្មីរបស់គាត់ដែលប្រជាជនជាប្រវត្តិដែលរស់នៅបងប្អូនព្រោះគាត់នឹកស្មានថាមិនដឹងថាក្របីនឹងគឺជាក្របីមន្តអាគមដែលគ្រូគេបានបញ្ចុះនោះទេអញ្ចឹងពូសានគាត់បានខកចិត្តខ្លាំងបំផុតក្នុងក្របីមួយនឹងគាត់បានធ្វើខុសពីសន្យាជាមួយអ្នកភូមិធ្វើឲ្យដំណាំដាំដុះឬមួយសត្វល្អិតឬមួយសត្វកោក្របីបានស្លាប់ដោយសារក្របីមន្តអាគមមួយនឹងដោយសារក្របីមន្តអាគមចូលមកវាមិនមែនជាក្របីធម្មតាទេក្របីមន្តអាគមគឺអាចប្រែកាឡាជាអ្វីបានទាំងអស់ប្រែកាឡាជាមកអ្វីទាំងអស់បងប្អូនគ្នាវាអាចប្រែកាឡាជាសត្វនេះសត្វនោះដើម្បីទៅបំផ្លុកបំផ្លាញដំណាំដាំដុះប្រជាពលរដ្ឋឬមួយកោក្របីវាអាចខំស៊ីបានបើមានថាអូក្របីហ្នឹងតែខំស៊ីនឹងក្របីគ្នាឯងមែនទេមែនទេបងប្អូនគ្នាវាប្រែកាឡាជាសត្វចេះឬមួយវាប្រែកាឡាជាអ្វីផ្សេងដែលយើងមិននឹកឃើញនឹកស្មានម្ដងវាមកខំមកញីញឹកជាមួយជាពលរដ្ឋទាំងអស់គ្នាពេលនោះហើយក្របីចម្លែកនេះក៏បានស្លាប់បងប្អូនទាំងគ្នាហើយយើងចូលសាច់រឿងបន្ថែមទៀតយកអ្វីដែលចម្លែកចូលស្រុកទៀតអំពីពេលនោះមកភូមិបងស្អាតបានជ្រះស្រឡះស្អាតក៏ចាប់ផ្ដើមមានឡើងវិញចឹងសាច់រឿងនឹងគេបានបញ្ជាក់ពីអត្ថន័យថាអ្វីដែលផ្លែកអីក៏ដោយមុនយើងយកចូលស្រុកមុនដែលយើងយកមកប្រើប្រាស់យើងគួរតែស្វែងយល់ពីរបស់នឹងឲ្យបានជ្រៅជ្រះដូចយើងសប្តាហ៍ថ្ងៃចឹងបងប្អូនអរគ្នាមុនដែលយើងយករបស់អីចូលផ្ទះយើងទិញរបស់អីយកផ្ទះយើងធ្វើតែមើលថ្ងៃខែរបស់វាឧទាហរណ៍រឿងសាលេខម៉ូតូមួយបងប្អូនអរគ្នាយើងទិញមកយើងត្រូវមើលសាលេខរបស់វាបើយើងមិនជឿក៏យើងជឿដែរនេះជាពាក្យចាស់ពីដើមដែលគាត់បាននិយាយស្ដីបន្ទោយើងថាមុននឹងធ្វើអ្វីយើងគិតឲ្យបានមួយឆ្ងាយកុំគិតមួយចង្អាមបងប្អូនអ្វីដែលយើងគិតមួយចង្អាមតទៅមុខទៀតគឺយើងមានវិបត្តិសេរីដោយសារកំណត់របស់យើងនឹងអញ្ចឹងយើងគួរតែស្វែងយល់ទាំងអស់គ្នាបងប្អូនទាំងអស់គ្នារឿងក្របីមន្តអាគមនឹងគឺវាច្បាស់តែប៉ុណ្្នឹងទេបើសិនជាបងប្អូនចង់ឲ្យអេដមីនសម្រាប់សាច់រឿងអ្វីដែលប្លែកចែកជូនបងប្អូនទស្សនាទៀតកុំភ្លេចណាជួយខមមិនពីខាងក្រោមហើយថាអេដមីនខ្ញុំមានសាច់រឿងមួយដើម្បីឲ្យអេដមីនជួយសម្រាយបងប្អូននិយាយជាសម្លេងក៏បានបងប្អូនសរសេរសាច់រឿងឲ្យអេដមីនសម្រាយក៏បានដែរអេដមីនសម្រាប់ជួយបងប្អូនទស្សនាទាំងអស់គ្នាឲ្យបានស្ដាប់អញ្ចឹងបើសិនជាអេដមីននិយាយទៅខុសឆ្គងក្នុងសម្ដីកាយវិការណាមសំរុំសូមបងប្អូនអរគ្នាខន្តីអភ័យទោសពីអេដមីនផងព្រោះឯការសម្ភាររឿងរបស់អេដមីនគឺមានកម្រិតអញ្ចឹងបាយបាយបងប្អូនអរគ្នាសុខសប្បាយទាំងអស់គ្នាទាំងអ៊ំពូមីងនិយាយតាមអរគ្នាបាយបាយ